มาคมยุวชนជនជាតិដើមប្រទេសកម្ពុជាគឺមានទស្សនវិស័យធ្វើឲ្យជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាមានការអប់រំសាមគ្គីភាពរឹងមាំក្នុងរឿងនឹងការពារសិទ្ធិដីធ្លីធនធានធម្មជាតិវប្បធម៌សិទ្ធិប្រពៃណីអត្តសញ្ញាណសិទ្ធិស្វ័យសម្រេចនិងការរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងសុខដុមរមនានៅលើដែនដីរបស់ខ្លួនបានសហការជាមួយនឹងអង្គការ EWMI នៅក្នុងការគ្រប់គ្រងគម្រោងមួយដែលហៅកាត់ថា A4A ហើយនឹងមានការទទួលខុសត្រូវនៅលើតំបន់គោលដៅ2សំខាន់គឺទី1នៅក្នុងខេត្តក្រចេះនៅតំបន់គោលដៅមួយទៀតគឺនៅខេត្តកំពង់ធំគឺមានគោលដៅនៅក្នុងការបង្កើនការទទួលបានព័ត៌មាននិងការចែកចាយព័ត៌មានរបស់សហគមន៍នៅក្នុងគោលបំណងឲ្យសហគមន៍មានសិទ្ធិនៅក្នុងការបញ្ចេញមតិក្នុងសង្គមមានទូនាទីនៅក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមយុវជនជនជាតិដើមភាគតិចជាពិសេសស្ត្រីដែលងាយរងគ្រោះនៅក្នុងតំបន់គោលដៅធ្វើយ៉ាងណាឲ្យពួកគាត់អាចទទួលបាននូវសិទ្ធិការទទួលបានព័ត៌មានទាក់ទងជាមួយនឹងដីសម្បត្តិសេដ្ឋកិច្ចដែលកើតឡើងនៅក្នុងតំបន់របស់ពួកគាត់ក៏ចំោះមនមានចាគណៈកម្មការក្រមសំប្រាក់និងរុកតាឃុំសាលាវិស័យរុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំហើយក៏ចាជនជាតិដើមគួយដេក្រមសន្សំប្រាក់របស់យើងបានចាប់ផ្ដើមនៅឆ្នាំ2017ហើយនៅក្នុងនោះយើងមានសមាជិកទាំងអស់13នាក់ស្រី5នាក់ភូមិដាខ្ញុំនេះគឺមានចំនួន170គ្រួសារហើយចំនួនប្រជាជនសរុប793នាក់ស្រី403នាក់ហើយចំនួនប្រជាជនដែលជាជនជាតិដើមភាគតិចគឺ147គ្រួសារហើយចំនួនប្រជាជន698នាក់ស្រី351នាក់ក្នុងសហគមន៍ភូមិដានេះគឺប្រជាពលរដ្ឋអាយុដឹងរបស់គាត់នៅមានកម្រិតហើយគាត់កត្តាជីវភាពរស់នៅយ៉ាងទៅគាត់អត់មានស្រែចម្ការផ្ទាល់ខ្លួនភាគច្រើនគាត់ច្រើនស៊ីឈ្នួលគេដាក់ជីឬក៏ក្រុមហ៊ុនចការកស៊ូបាយតាមប៉ះអាយុជេអត់ទៅប៉ះគ្រឿងជំនួសញងណោតែបាយមូតឃើញអត់ឡោះមិនដូចចាំប៉ាច់ដោយសារយើងអត់មានដីបដូរវាណាចាយើងដាំចន្ទីហើយនឹងទៅលងមីត្រូវតិចតួចពីដើមមកយើងធ្វើចង្ការវិលជុំហើយនឹងបោចវัวដងជួហើយយើងរកកូនក្រាក់កូនអីឲ្យឈើវាងាប់នឹងព្រៃស្រេចយើងប្រមូលអានឹងផងមកយើងអាចទៅដូរដោះដូចជាផុកអំបិលបចេងអីខោអាវឲ្យស្លៀកពាក់អីដល់ពេលស្ងាយយើងត្រឹមរាជរដ្ឋាភិបាលក៏សម្បទានទៅយើងអត់មានកលែងរកទេអញ្ចឹងយើងអត់មាននឹងថាមានសោះតែមករាល់ថ្ងៃខ្ញុំតែងតែឲ្យយុវជនមានការសាមគ្គីធ្វើការជារួមហើយឲ្យពួកគាត់មានឱកាសក្នុងការចូលរួមជាមួយនឹងយុវជនដទៃមិនថាទាំងនៅក្នុងសហគមន៍ខ្លួនឯងមិនថាទាំងសហគមន៍ផ្សេងដូចដើម្បីស្វែងយល់រកបទពិសោធន៍ឲ្យពួកគាត់អាចចេះជួយគ្នាបានពួកគាត់ស្គាល់អ្នកខាងក្រៅកាន់តែច្រើនក្រុមសន្សំប្រាក់របស់យើងមានឈ្មោះថាសហគមន៍គួយសាមគ្គីនៅក្នុងគោលបំណងក្រុមសន្សំប្រាក់របស់យើងដើម្បីបង្កើនជីវភាពនៃសមាជិកនៅក្នុងក្រុមក៏ដូចជានៅក្នុងសហគមន៍ទាំងមូលក្នុងខ្ញុំជាតំណាងឲ្យយុវជនខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានដឹកនាំក្រុមយុវជនឲ្យដើរមកដល់ដំណាក់កាលនេះបច្ចុប្បន្ននេះគឺមានយុវជនជាច្រើនដែលបានមកសិក្សានិងស្វែងយល់ហើយទទួលបានបទពិសោធន៍ពីក្រុមពួកខ្ញុំមានដូចជាខាងយុវជនកគីយុវជនវាលវែងអូក្រូចខាងព្រះវិហារប្រមេហើយនិងបកានផលជាដើមហើយម្យ៉ាងទៀតគឺមានដូចជានៅខេត្តផ្សេងទៀតដែលគាត់ទទួលបានបទពិសោធន៍ពីក្រុមពួកខ្ញុំមានដូចជាខាងរតនគិរីស្ទឹងត្រែងកញ្ចេះពោធិ៍សាត់បច្ចុប្បន្នក្រុមរបស់យើងមានក្រុមច្រើនឆ្នាំ2020យើងបានបង្កើតជាក្រុមស្រូវហើយនឹងក្រុមអង្គយើងក៏មានក្រុមកសិកម្មដើម្បីជាផ្នែកនៅក្នុងការសាមគ្គីគ្នាយើងមានជាក្រុមសិល្បៈហើយនិងក្រុមកីឡាហើយយើងមានក្រុមស្ម័គ្រចិត្តបរៀនក្មេងៗជាភាសាគួយជាភាសាអង់គ្លេសគណិតវិទ្យា
និងភាសាខ្មែររួមជាមួយនឹងផ្នែករបាំប្រពៃណីរបស់យើងផងដែរ នៅក្នុងភូមិមានកុមារក្រីក្រមួយចំនួនដែលពួកគាត់អត់សូវមានពេលវេលាបានទៅសិក្សានៅសាលាក៏នាងខ្ញុំមានការបរៀនហើយជំរុញឲ្យពួកគាត់ខំមករៀនឲ្យបានគ្រប់គ្នានិងធ្វើជាគំរូល្អដល់បងប្អូននៅក្នុងសហគមន៍ លើពីនេះទៀតដែរយើងក៏បានបង្កើតជាក្រុមសេវាកម្មទេសចរជាការបង្កើនមុខរបរមួយនៅក្នុងសហគមន៍ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចររបស់យើងនៅក្នុងសហគមន៍បែបជនជាតិដើមរបស់យើងផងដែរយើងក៏មានប្រវត្តិនៅក្នុងការសន្សំពីមុនមកដែរក្រុមសន្សំរបស់យើងអត់ដំណើរការទេដោយសារយើងអត់មានគោលការណ៍លក្ខន្តិកៈឬក៏បទពិសោធន៍នៅក្នុងផ្នែកការសន្សំប្រាក់នេះ អង្គការឬស្ថាប័នពាក់ព័ន្ធដែលបានជួយក្រុមយុវជនឲ្យបានដើរដល់សប្តាហ៍ថ្ងៃមានដូចជាខាងមន្ទីរវិចិត្រសិល្បៈខេត្តកំពង់ធំ ពីស្ថាប័នដែលធ្វើការជាមួយជនជាតិដើមភាគតិចពិសេសស៊ីយ៉ាបានផ្ដល់វគ្គបណ្ដុះបណ្ដាលផ្ដល់កុំព្យូទ័រហើយយើងបានចូលរួមនៅក្នុងការរៀនសូត្រតាក់ទងភាពជាអ្នកដឹកនាំតាក់ទងនឹងការគ្រប់គ្រងបណ្ដាញហើយយើងចាប់ផ្ដើមចេះធ្វើការជាមួយយុវជនជាមួយសហគមន៍នៅក្នុងការចងក្រងសេព័ត៌មានការគ្រប់គ្រងទៅលើក្រុមសម្ប្រាក់ធ្វើផែនការនៅក្នុងការធ្វើសកម្មភាពដោយខ្លួនយើងអញ្ចឹងយើងបានបង្កើតលក្ខន្តិកៈយើងបានបង្កើតគណៈកម្មការវាមានការផ្លាស់ប្រែវិវត្តពីក្រុមសន្សំដែលលើកមុនអត់ដំណើរការបានល្អប្រសើរយើងមកដំណើរការបានល្អជាងលើកមុន ក្រុមយុវជនពួកខ្ញុំគឺបានជួយសម្របសម្រួលដល់ចាស់ជរាឬក៏ជនពិការដូចជាជួយសម្រួលដឹកគាត់ទៅវត្តឬក៏ទៅចូលរួមប្រជុំហើយមួយទៀតពួកខ្ញុំបានរៃលុយគ្នាទិញជាសម្ភារៈដូចជាមានអង្ករមានទឹកត្រីទឹកស្អ៊ីវមីដើម្បីទៅជូនគាត់ ជួយតកតងទៅនឹងការចុះល្បាតពេលចុះល្បាតខ្ញុំចុះល្បាតជាមួយពួកគាត់ដើម្បីតាមដានសកម្មភាពឬក៏តាមដានបញ្ហានៅក្នុងសហគមន៍ថាប្រៃនឹងមានការកាប់បំផ្លាញឬក៏មានបញ្ហាអីបន្តទៀតអត់ហើយចូលរួមជាមួយនឹងការងារនេះដោយសារតែការងារនេះជាការងារដំបូងដែលខ្ញុំធ្វើការអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយក៏អរគុណដែលស៊ីយ៉ាគាត់ផ្ដល់ឱកាសឲ្យខ្ញុំចូលរួមការងារនេះតែពីមុនខ្ញុំអត់ដែលដឹងថាការងារសហគមន៍ឬក៏ខ្ញុំត្រូវជួយបែបណាទេខ្ញុំក៏ធ្លាប់ចូលរួមនៅក្នុងការទៅតុលាការដើម្បីជួយគ្រប់គ្រងឬក៏ឲ្យអ្នកផ្សេងគាត់ដឹងថាជនជាតិដើមភាគតិចរបស់យើងមានការសាមគ្គីមិនមែនតែម្នាក់ដែលមានពាក្យបដិងទៅទេគឺយើងធ្វើការជួបរួមគ្នាអញ្ចឹងណាបញ្ហាយើងគឺរួមគ្នា ពួកខ្ញុំខ្ញុំទៅទស្សនកិច្ចនឹងខ្ញុំមើលឃើញកន្លែងគេនឹងវារំភើបខ្លាំងហើយរីកចម្រើនល្អណាស់ក្នុងកំពង់ព្រោះនៅកន្លែងហ្នឹងជាក់ស្ដែងបើនិយាយរំអិតទៅសម្រាប់ប្រជាពលរដ្ឋរបស់គេនៅកំពង់ធំហ្នឹងអញ្ចឹងវាមានចង់និយាយថាជីវភាពរបស់គេធូរធារក្នុងប្រជាពលរដ្ឋរបស់គេហ្នឹងហើយស្រូវគេគាត់បានទិញពីប្រជាពលរដ្ឋអត់លក់ឲ្យអ្នកក្រៅទេហើយដាក់ចូលរោងម៉ាស៊ីនហើយរួចទៅបញ្ជូនលក់ឲ្យប្រជាពលរដ្ឋវិញ លោកជាប្រវត្តិវិញអញ្ចឹងយើងបានស្រូវរបស់យើងស្រូវវាសុទ្ធស្ងថាធម្មជាតិអញ្ចឹងយើងនិយាយថាសុខភាពនៅក្នុងសហគមន៍របស់គាត់ហ្នឹងព្រោះវាទៅតាមនឹងដែរព្រោះយើងប្រើអត់មានជាតិគីមីហ្នឹងវាធម្មជាតិវាសុទ្ធយើងទិញអង្គពីណាពីណីមកយកអត់ដឹងមិនថាអាក្រក់ទេពួកគេគាត់យកអត់ដឹង ខ្ញុំបានយកមេរៀនដូចជាគាត់ការចងក្រងក្រុមយុវជនខ្ញុំបានចែករំលែកនៅក្រុមយុវជនខ្ញុំហើយមួយទៀត ពីការគៀងកក្រុមយុវជនដែលវាថាវិធីសាស្ត្រម៉េចដើម្បីយើងអាចគៀងកក្រុមយុវជនបានចូលរួមច្រើនអញ្ចឹងបងតាពីខ្ញុំបានចែករំលែកមកពួកគាត់រៀងសកម្មច្រើនដែរដូចជាធ្វើទិវាអញ្ចឹងពួកគាត់គឺសកម្មលៀបថាបែងចែកតួនាទីគាត់រៀងខ្លួនឲ្យពួកគាត់ចេះជួយគ្នាអញ្ចឹងបងចាហើយក៏មានកម្មវិធីផ្សេងៗក៏ពួកគាត់ចូលរួមច្រើនដែរក្នុងសហគមន៍សកម្ម ការអភិរក្សនិងការពេលចុះល្បាតក្នុងមួយខែនោះវាមាន 3 ទៅ 4 ដងទេណាតែបើសិនណាជាមានសកម្មភាពដែលប្រជាពលរដ្ឋដែលគាត់តាមក្បីតាមគោនៅកន្លែងហ្នឹងតែគាត់ឃើញសកម្មភាពអ្វីមួយខុសគាត់ទេមកតែទេមកហ្នឹងអញ្ចឹងមួយខែចង្កាត់ 5 ទៅ 6 ដង ការយល់ឃើញរបស់ខ្ញុំគឺយុវជននៅក្នុងភូមិដាស់នេះខ្ញុំយល់ឃើញថាគាត់ធ្វើបានល្អចំណុចខ្វះខាតតិចតួចប៉ុន្តែថា ល្អច្រើនពេលដែលតាំងពីមានក្រុមយុវជននេះគឺជួយការងារភូមិបានច្រើន
ហើយគាត់សាមគ្គីពីភូមិមួយទៅភូមិមួយឲ្យក្មេងៗចំនួនក្រោយគាត់មិនសូវយកពេលវេលាទៅចំណាយពេលដែលអត់ប្រយោជន៍ទៅខាងថាគ្រឿងញៀនរឿងអីចឹង ខាងអាជ្ញាធរឃុំគឺគាត់អត់សូវគ្រប់គ្រងឲ្យក្រុមយុវជនយើងខ្ញុំទៅចូលរួមនៃណាថាយើងប្រកាន់បកពួកឲ្យមានអ្នកខ្លះលៀបពួកឲ្យក្រុមយុវជនយើងផងដែរលៀបពួកចង់និយាយថាយើងធ្វើទៅគឺយើងល្អទេយើងទៅចូលរួមមួយអង្គការនេះអង្គការនោះទៅថាឲ្យខ្ញុំទៅនឹងធ្វើបកប្រឆាំងអត់គ្រប់គ្រងគាត់ ការងាររួមរបស់យើងគឺជាការងារលះបង់ជាការងារស្ម័គ្រចិត្តក៏ប៉ុន្តែបើរឿងប្រាក់ចំណូលឬក៏ថវិកាដែលបានផ្ដល់ដែលបានមកពីការងារហ្នឹងគឺមានតិចតួចណាស់ឬក៏ស្ទើរតែថាមានតែយើងចូលរួមតែក្រុមវិញក៏ប៉ុន្តែយល់ថាយើងបានចាប់ផ្ដើមមកដល់ប៉ុណ្ណេះហើយអញ្ចឹងការងារយើងនៅតែបន្តពង្រឹងក៏ដូចជាឲ្យពួកគាត់នឹងចូលរួមជាមួយពួកយើង យុវជននឹងជួយសហគមន៍ក៏ដូចតែមីងផ្ទាល់ឲ្យបានច្រើនជាងនេះដើម្បីយើងជួយឲ្យបានដល់គួយដៅ ខ្ញុំបាទជាមេភូមិណាស់នេះគឺជាជនជាតិដើមភាគតិចគួយសុទ្ធអញ្ចឹងឲ្យទៅរាល់សកម្មភាពរបស់យុវជនដែលបម្រើឲ្យសហគមន៍ទូទៅខ្ញុំនឹងតាំងចិត្តថាខ្ញុំនឹងចូលរួមអញ្ចឹងការសនំពរគឺសូមឲ្យយុវជនធ្វើការអីក៏សូមឲ្យសហការជាមួយអាជ្ញាធរ ជនជាតិដើមភាគតិចដែលពួកគាត់បានបន្តសិក្សាដល់វិទ្យាល័យឬក៏សាកលវិទ្យាល័យណាឲ្យពួកគាត់ងាកពេលពួកគាត់រៀនចប់ហើយពួកគាត់ងាកមកជួយសហគមន៍នៅក្នុងការអភិវឌ្ឍសហគមន៍ខ្លួនឯងមិនយើងរៀនចប់ហើយយើងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនសេដ្ឋកិច្ចផ្ទាល់ខ្លួនហើយក៏អភិវឌ្ឍតែគ្រួសារខ្លួនឯងទេឲ្យពួកគាត់ងាកមកជួយសហគមន៍ខ្លួនឯងដើម្បីឲ្យសហគមន៍មានការអភិវឌ្ឍ សុំសនំពរទៅអាជ្ញាធរក៏ដូចជាស្ថាប័នធ្វើការតាក់ទងជនជាតិដើមភាគតិចសូមជួយក៏ដូចជាសហការមកកាន់ក្រុមយើងបន្ថែមទៀតដើម្បីពង្រឹងក៏ដូចជាធ្វើឲ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើងបានកាន់តែល្អប្រសើរ